ព័ត៌មានអាប់ដេតការចូលពិនិត្យឃ្លៀងស្តុកទំនិញរបស់ចែកទូចរកឃើញសាច់ក្លាសេរាប់សិបតោនគណៈមន្ត្រីជំនាញថាបានបង់ពន្ធត្រឹមត្រូវប្រតិបត្តិការចុះត្រួតពិនិត្យនិងឆែកឆេរទីតាំងឃ្លៀងស្តុកទំនិញរបស់ក្រុមហ៊ុន សុផានរិទ្ធ Import Export ដែលគេដឹងថាជារបស់អង្គការ សុផានរិទ្ធ ហៅចែកទូចត្រូវបានមន្ត្រីជំនាញរកឃើញសាច់ក្លាសេដូចជាជង្គង់មាន់ស្លាបមាន់ជើងមាន់ក្បាលទានិងគ្រឿងក្នុងជ្រូករាប់សិបតោនតែមន្ត្រីថាបានបង់ពន្ធត្រឹមត្រូវតាមមន្ត្រីជំនាញទំនិញទាំងនេះបាននាំចូលពីប្រទេសថៃតាមប្រទេសវៀតណាមនិងប្រទេសឡាវចូលមកស្តុកទុកនិងចែកចាយនៅក្នុងទីផ្សារនានាក្នុងព្រះរាជាណាចក្រកម្ពុជាតាមកំណត់ហេតុរបស់មន្ត្រីកយបានឲ្យដឹងផងដែរថាទំនិញដែលស្ថិតនៅក្នុងឃ្លៀងនេះបានធ្វើការបង់ពន្ធនាំចូលត្រឹមត្រូវនិងតាមលទ្ធផលវិភាគបណ្ដោះអាសន្នរបស់មន្ត្រីអគ្គនាយកដ្ឋានកបបទំនិញទាំងនេះបានរក្សាទុកក្នុងសីតុណ្ហភាពត្រឹមត្រូវនិងពុំមានសារធាតុគីមី formalin ដែលបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពនោះទេមន្ត្រីជំនាញក៏បានបន្តយកសំណាក់គំរូចំនួន15មុខដើម្បីបន្តវិភាគរកមីក្រូជីវសាស្ត្រក្នុងម្ហូបអាហារនិងសម្រាប់ធ្វើការបិទសៀលឃ្លៀងផ្អាកដំណើរការចែកចាយនិងលក់ដូរជាបណ្ដោះអាសន្នដើម្បីរងចាំលទ្ធផលបញ្ជាក់ជាផ្លូវការពីមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកបបបន្ថែមទៀតសូមជម្រាបផងដែរថាកាលពីថ្ងៃទី5ខែតុលាឆ្នាំ2025នេះកម្លាំងសមត្ថកិច្ចចម្រុះបានចុះឡោមព័ទ្ធទីតាំងឃ្លៀងស្តុកទំនិញរបស់ក្រុមហ៊ុន សុផានរិទ្ធ Import Export ឯកនៅចំណុចផ្ទះលេខ132ផ្លូវបេតុងក្នុងភូមិទី4សង្កាត់ច្រាំងចម្រេះទី1ខណ្ឌឫស្សីកែវរាជធានីភ្នំពេញម្ចាស់ទីតាំងនាំចូលទំនិញដ៏ធំនេះត្រូវបានគេស្គាល់ថាជាអង្គការ សុផានរិទ្ធ ហៅចែកទូចដែលមានប្តីមានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទូជាស្នងការខេត្តមួយរូបនៅជាប់ព្រំដែនប្រទេសថៃ